ចុច like ក៏បានដែរអ្នកទៀតវីដេអូនេះខ្ញុំនឹងប្រៀនអំពីរបៀបវាយមេសាបងតែមេនឹងអត់ស្គាល់នេះគឺតោះយើងទៅមើលពីរបៀបវាយមេសាបងអត់ទេដោយជាដំបូងអ្នកទាំងអស់គ្នាត្រូវបានចុចប៊ូតុងនេះបាទប៊ូតុងទី1គឺនៅខាងនេះហើយប៊ូតុងទី2គឺនៅហើយប៊ូតុងទី2គឺនៅខាងនេះហើយប៊ូតុងទី3គឺនៅខាងនេះប៊ូតុងទី4គឺនៅទី4គឺនៅទីនេះគឺនៅប៊ូតុងទី5គឺនៅទីគឺនៅទីនេះហើយប៊ូតុងដូចជាប៉ាន់ដូចជាប៉ាន់នេះគឺក្របហើយបន្ទាប់ពីយើងចុចរួចបន្ទាប់មកយើងត្រូវមកកន្លែងនេះកន្លែងយើងធ្វើខ្សែរបស់ប៉ុន្តែយើងចុះមកក្រោមពីយើងឃើញកន្លែងនេះមួយយើងចុះទៅយើងចូលទៅនេះតោះមកនេះយើងយកថតយើងយកថតនេះគឺទៅហើយដែរយើងភ្លេងខ្នងទៅបន្ទាប់ពីយើងភ្លេងយករួចយើងធ្វើទៅកោះដេកខ្សាច់ចាំពីដេកខ្សាច់យើងទៅដេកខ្សាច់សិនហើយកោះដេកខ្សាច់យើងទៅខ្ញុំទៅសិនធ្វើការរត់នៅកន្លែងផ្ទះនេះដែលយើងចូលទៅក្នុងផ្ទះហ្នឹងបន្ទាប់មកនេះយើងយកភ្លើងហ្នឹងយកមកអុជអាកន្លែងវានេះនៅក្នុងតែខ្ញុំអុជហើយបន្ទាប់មកនៅខ្ញុំចូលមកយកពេលនេះទៅប្រាប់ដល់ខ្ញុំបងធ្វើសិគេណាចាំតិចឈប់មកតែនេះហើយនៅមកដល់ចំណុចនេះដែរបើសិនជាអ្នកខ្លះលើសំឡេងរំខានសូមអធិស្ឋានផងដោយសារតែប៉ាខ្ញុំក៏និយាយគ្នាហើយកាលណាមួយពេលយប់ផងគេធ្វើការទៅទៅ
បន្ទាប់ពីអ្នកគ្នាមកដល់អ្នកគ្នាធ្វើការនេះចុះមកក្រោមនេះមកយើងយកពេញទឹកនេះយើងមកត្រង់នេះខ្ញុំឧទាហរណ៍ថានេះពេញទឹកចឹងយើងយកមកដាក់ត្រង់នៅនេះទៅនៅពេលដែលវាចេញទឹកមកពេញទឹកនៅពេលដែលវាពេញទឹកអ្នកគ្នាធ្វើការចូលមកកន្លែងប៉នេះមកហើយអ្នកគ្នាឯងចុចពាក្យ ELP ទៅនឹងបន្ទាប់មកនៅពេលដែលយើងចុចហើយយើងធ្វើការទៅកោះចាំតិចខ្ញុំទៅផែនវាសិនយកចង់ចាំឬក៏ហៅថាកោះល្បាត30ឬកោះចៅអញ្ចឹងណាគ្នាតើយើងទៅកោះផែនវាឡើងទៅខ្ញុំមានបាន teleport ទៅនេះខ្ញុំភ្លេចប្រាប់នៅពេលដែលខ្ញុំមកដល់ចំណុចនេះខ្ញុំភ្លេចប្រាប់បើសិនជាយើងចង់វាយមេសាបឺតទៅពេលណាយើងលេវល200ឡើងបានយើងអាចវាយមេសាបឺកើតបាទខ្ញុំចង់ប្រាប់ប៉ុណ្ណឹងហើយនៅពេលដែលយើងមកដល់កោះ Pirate Village ហើយយើងធ្វើការមកនិយាយជាមួយប៉ែ Richman នេះមកនេះនៅពេលដែលគ្នានិយាយហើយអ្នកគ្នាធ្វើការទៅកន្លែងខ្ញុំហៅទៅកោះចៅណាគ្នាជប់នេះខ្ញុំរកមកកោះនេះសិននេះណាទីកោះហ្នឹងនៅគ្នានៅកោះហ្នឹងខ្ញុំទៅសិនណាគ្នាខ្ញុំឆ្ងល់ណាស់ប៉ែហ្នឹងកោះប្រវែងហ្នឹងសោះក៏វាសុំគេដែរខ្ញុំនិយាយលេងណាគ្នាយើងមកនិយាយជាមួយប៉ែ Richman នេះមកនៅពេលដែលប៉ែនឹងឲ្យនេះអ្នកគ្នានេះ relic នេះអ្នកគ្នាចូលចាំទៅនេះអ្នកគ្នានេះនេះអាហ្នឹងឈ្មោះ relic ខ្ញុំអត់សូវចេះអានដល់ខ្ញុំបើខុសឆ្គងសូមអភ័យទោសហ្នឹងនេះអ្នកគ្នានេះឈ្មោះ relic ឬក៏កូនសោនេះហៅទៅកូនសោមេសាវ៉ាតពីនេះរួចយើងធ្វើការទៅកោះចង្កលវិញទៅចង្កល Island វិញចាំតិចនេះលើគឺយើងមកដល់ Jungle Island នៅពេលដែលយើងមកដល់ Jungle Island វាមានរូបសញ្ញាសោមួយអ្នកគ្នាធ្វើការកាន់អាសោនេះទៅហើយចាក់ទៅអ្នកគ្នាអាចចូលបានហើយប៉ុន្តែយើងត្រូវការ level 200ឡើងអ្នកគ្នាមិនយើងអាចចូលបានអញ្ចឹងគឺវីដេអូយើងក៏មានតែប៉ុណ្្នេះឯងសូមអរគុណដល់អ្នកនរគ្នាដែលបានចំណាយពេលវេលាមើលបាយបាយ